សួស្តីមួយបាទថ្ងៃនេះខ្ញុំមកបង្ហាញម៉ាស៊ីន spinning brand Daiwa បាទ Daiwa Exceller ស៊េរីឆ្នាំ2023បាទហើយមកលោកនេះមាន3ខ្នាត3ទំហំបាទលេខ3000លេខ4000និងលេខ5000បាទមាន3លេខណាបាទហើយសម្រាប់លេខ3000នេះ spec របស់វាគឺ8ជុំ 6.2 ទម្ងន់វាតែ2ខាំទេបាទស្រាលមែនតើម៉ាស៊ីននេះ2ខាំទេកម្លាំងទាញដល់ទៅ10គីឡូបាទលេខ3000ហើយស្ពេចខ្សែរបស់វាខ្សែលេខ1 013ឯងយើងដាក់បានដល់200ម៉ែត្រហើយសម្រាប់មួយចង់លេខខ្សែធំហ្នឹងធំជាងហ្នឹងក៏បានដែរចំនួនខ្សែវាបន្ថយទៅតាមទំហំខ្សែហ្នឹងណាបាទ smooth មែនតើបាទស្អាតលេខ3000តែ2ខាំទេបាទកម្លាំងខ្លាំងលេងទឹកសាទឹកប្រៃមកអែម Exceller បាទLT 3000កតុយ CHH បាទ model កតុយ CHH អានេះសម្រាប់លេខ4000បាទទំហំរបស់វាមើលទៅសម្រាប់លេខ4000នេះ spec វា8ជុំគឺដូចគ្នា 6.2 បាទ 6.2 smooth មែនតើមកលេខ4000កម្លាំងទាញ12គីឡូទម្ងន់វាតែ225ក្រាមទេបាទខុសលេខ3000តែបន្តិចទេបាទទម្ងន់វាបាទគឺស្រាលស្រួលលេងបាទមួយរៀងស្អាតមែនតើ Daiwa Exceller ឆ្នាំ2023បាទលេខ4000ហើយសម្រាប់លេខ5000បាទនេះលេខ5000ទំហំរបស់វា spool វាជ្រៅជាងគេលេខ5000បាទសម្រាប់លេខ5000នេះ8ជុំក៏ដូចគ្នាដែរគឺ 6.2 បាទកតុយ CHH នេះ5000ទម្ងន់វា235ក្រាមបាទខុសគ្នាបន្តិចទេបាទស្រាលមែនតើលេខ5000 235ក្រាមកម្លាំងទាញ12គីឡូដូចលេខ4000អញ្ចឹងគាត់ទំហំវា spool វាជ្រៅជាងហើយរៀងធំជាងបន្តិចទេចឹងមួយចាប់អារម្មណ៍នេះអាចតាក់ទងមកបានបាទតម្លៃពិសេសបាទអាចឆាតតាក់ទងតាម Telegram Page Facebook ឬក៏ឆាតមក TikTok ផ្ទាល់ក៏បានដែរបាទរៀងស្អាតមែនតើបាទលេខ5000ម៉ាស៊ីននេះរៀងវា slim ទេបាទលេខ3000 4000នេះអត់ធំទេម៉មទុយទេបាទអានេះតាមខ្ញុំមើលជាក់ស្ដែងប្រហែលជាពួក5000ទំហំប្រហែលប៉ុនស៊ីណា4000នេះទេមើលទៅណាបាទស្អាតមែនតើលេខ4000លេខ5000ដាក់ផ្ទឹមគ្នាមើលបាទវាចលាសគ្នាទេ spool 5000ជ្រៅជាងណាបាទដាក់ខ្សែបានច្រើនជាងអញ្ចឹងមួយចាប់អារម្មណ៍អាចតាក់ទងមកបានបាទស្អាតបាទតម្លៃអែមសម្រាប់តម្លៃជួយឆាតមកបាទ Page Facebook បាទឆាតចាប់អារម្មណ៍តាក់ទងមកបានណាមួយរៀងស្អាតណា